បាទនេះគឺជាវីដេអូ highlight ទាំងស្រុងបាទនៃការប្រកួតសប្តាហ៍ទី21រវាងកងយុទ្ធពលខេមរវ័ននិង ISI ដង្កោសែនជ័យដែលធ្វើឡើងនៅកីឡដ្ឋាន ISI Park ដែលយើងឃើញថាថ្ងៃនេះគឺមាន3គ្រាប់កាត់ឡើងតែសុទ្ធសឹងតែកាត់ឡើងនៅក្នុងវគ្គទី2ទាំង3គ្រាប់តែម្ដងបាទយើងឃើញថាវត្តមានបាទប្រធានក្លឹបរបស់ ISI ដង្កោសែនជ័យលោកកាំងសឿនក៏បង្ហាញខ្លួននៅ11អ្នកដំបូងបាទនៅក្នុងវគ្គទី1ផងដែរឱកាសដំបូងកន្លងនេះបាទក៏ជះបានពីម៉ាត់ឡានីបាទហ្វាំងក៏ទាត់ស្ដាំរ៉ូស៊ូហ្គោអាគីបាក៏ជួយបានបាទពីម៉ាត់ឡានីសាជាថ្មីកន្លងនេះទាត់ឆ្វេងរបស់កាំងសឿនក៏មិនចំគោលដៅឱកាសទៅកន្លងនេះបាទទប់ first touch អត់បានល្អហើយក៏ទាត់ឆ្វេងពីកាំងសឿនក៏មិនចំគោលដៅដូចគ្នាទាត់ស្ដាំរបស់ Bruno Hernandez ក៏មិនចំគោលដៅយើងឃើញថាវគ្គទី1នេះគឺការសុទ្ធមិនចំគោលដៅជាច្រើនបាទទាំងបាទកងយុទ្ធពលខេមរវ័ននិងបាទ ISI ដង្កោសែនជ័យមួយក្បាលនេះក៏ជួយបានពីម៉ាត់ឡានីលោកអញ្ញាកណ្ដាលក៏ផ្លុំបញ្ចាយបញ្ចប់ការប្រកួតវគ្គទី1ចូលដល់វគ្គទី2យើងឃើញថាមានគ្រាប់បាល់កាត់ឡើងរហូតដល់3គ្រាប់ឯណោះឱកាសដំបូងកន្លងនេះបាទប៉ុន្តែជួយបានពីខ្សែការពារនិងអ្នកចាំទីការលើកពីយ៉ាម៉ាត់ចូលមកខាងក្នុងមួយក្បាលក៏ហើររំលងរបាត់ទីកន្លែងនេះការលើកពី Rodriguez មកអូហើយក៏តែបាទមិនចំគោលដៅពីហៅសុកណេត Rodriguez បញ្ជូនកន្លែងនេះហើយឲ្យ Bruno Hernandez រកបានគ្រាប់បាល់ទី1ពីការបញ្ជូនរបស់ Bruno មកតែពីហៅសុកណេតមួយក្បាលបានយ៉ាងល្អមួយក្បាលនេះរកបានគ្រាប់បាល់ដំបូងឲ្យ ISI បាននាំមុខកងយុទ្ធពលខេមរវ័ន1-0ឱកាសនេះ Rodriguez ទាត់ស្ដាំក៏ហើររំលងរបាត់ទីមីនុនបញ្ជូនមកអត់បានល្អហាសុកណេតឆាប់បានក៏ទាត់ឆ្វេងជួយបានពីម៉ាត់ឡានីកន្លែងនេះការវាយកែងមកក៏យកបានពីហាសុកណេតទាត់ស្ដាំក៏មិនចំគោលដៅហាសុកណេតអស់ទៅខ្លួនឯងកន្លែងនេះហើយក៏ទាត់ស្ដាំជួយបានពីម៉ាត់ឡានីសាជាថ្មីម៉ាត់ឡានីបាទសង្គ្រោះបានជាច្រើនលើកច្រើនសារនៅក្នុងការប្រកួតថ្ងៃនេះបាទទោះបីរបូត3គ្រាប់យ៉ាងណាក្តីឱកាសនេះមួយក្បាលបាទតែបាទពីទេហ្វីលីបតែជួយបានពីវឌ្ឍនាបញ្ជូន Rodriguez ក៏ទាត់ស្ដាំកន្លែងនេះក៏ជួយបានបាទពីម៉ាត់ឡានីពីការអទះផ្លាបាទចូលមុំធំការទាត់ឆ្វេងរបស់វ៉ាន់ផ្លាក៏មិនចំគោលដៅឱកាសកន្លែងនេះ Bruno ដាច់ម្នាក់ឯងក៏ទាត់ស្ដាំក៏ជួយបានពីម៉ាត់ឡានីសាជាថ្មីBruno ដាច់ម្ដងទៀតហើយក៏សុទ្ធហើររំលងរបស់ទីបាទពិតជារឿងមួយគួរឲ្យមិនជឿសម្រាប់ Bruno ក្របបាល់ក៏កាត់ឡើងជាថ្មីពីការបញ្ជូនពីសុនថាវិសៀវឲ្យហាសុកណេតចាស់ឲ្យអ៊ុនសុរិតក៏ទាត់ស្ដាំបញ្ចប់ទីបានយ៉ាងល្អបាទអ៊ុនសុរិតបាទទះស្ដាំនេះគឺបំពងសំណាញ់ទីក្របបាល់ទី2បាទឲ្យ ISI ដង្កោសែនជ័យកន្លែងនេះក្របបាល់ទី3កាត់ឡើងពីការទាត់របស់ហាសុកណេតទាត់ស្ដាំច្បាស់ណាបាទកន្លែងនេះបាទទាញឲ្យទាត់ស្ដាំចូលមុំធំបញ្ចូលទីតែម្ដងឱកាសនេះ Bruno ទាត់ស្ដាំក៏ជួយបានពីម៉ាត់ឡានីសាជាថ្មីលោកអញ្ញាកណ្ដាលលោកសំវីរ៉ាក៏ផ្លុំចាយបញ្ចប់ការប្រកួតទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់ ISI ដង្កោសែនជ័យរកបាន3ពិន្ទុនៅក្នុងសប្តាហ៍ទី